នឹងមកខ្ញុំមកស្លោបន្លែឋានលើហើយអំពូមីងក៏ជាឆ្ងល់ហើយថាជុំស្អីគេស្លោបន្លែឋានលើចង់បើអំពូមីងចង់ដឹងគឺតាមដានពីដើមដល់ចប់គឺថាដឹងហ្មងជាដំបូងមកខ្ញុំដាក់ខ្លាញ់សិនមកខ្ញុំដាក់ខ្លាញ់ជ្រូករួចហើយមកខ្ញុំឆាម្ទេសហើយមកខ្ញុំឆាវាឲ្យឈ្ងុយណាអំពូមីងហើយឥឡូវមកខ្ញុំថែមជាមួយគ្រឿងបុកហើយមកខ្ញុំឆាវាទៀតឆារហូតមកអំពូមីងរួចហើយថែមប្រហុកចូលតមកខ្ញុំឆាវាទៀតហើយឥឡូវមកខ្ញុំដាក់ស្ករត្នោតចូលកូរវាចុះឡើងឲ្យវាក្រហមហើយបន្ទាប់មកដាក់ខ្ទិះដូងចុងចូលហើយឆាវាទៀតអំពូមីងឆាឲ្យវាចូលគ្នាឈ្ងុយមកហើយមកខ្ញុំធ្វើការចាក់ឆ្អឹងជីនីចូលហើយមកខ្ញុំកូរវាទៀតអំពូមីងកូរវាហើយដាក់ខ្ទិះដូងចូលទៀតតបមកថែមទឹករួចហើយមកខ្ញុំកូរវាឲ្យសព្វអំពូមីងកូរវាឲ្យសព្វបែបនេះមកហើយមកខ្ញុំរងាស់រយៈពេល20នាទីក្រោយមកគឺវាបានពុះហើយមកខ្ញុំដាក់ជាមួយនឹងគោមដូងដូចជាបន្លែឋានលើរបស់យើងនឹងអំពូមីងតែប៉ុណ្ណឹងគឺស្រេចចម្ងល់បានហើយថាបន្លែឋានលើហ្នឹងគឺគោមដូងនឹងឯងហើយដោយសារមកខ្ញុំហៅវាបន្លែឋានលើដោយសារអីគឺដើមដូងហ្នឹងគឺខ្ពស់មែនតើហ្មងអំពូមីងហាឡូឡើងនិយាយមកខ្ញុំថែមគ្រឿងមានអំបិលម្សៅស៊ុបហើយនឹងទឹកថៃបន្តិចហើយមកខ្ញុំកូរវាឲ្យវាចូលជាតិគ្នាឲ្យសព្វមកតបមកថែមខ្ទិះដូងដើមហើយកូរវាទៀតអំពូមីងនិយាយទៅសាឡនេះគឺសុទ្ធតែដូងយកហ្មងតែប៉ុណ្ណឹងគឺឆ្អិនហើយមកខ្ញុំធ្វើការដួសដាក់ចានហើយអំពូមីងមើលនឹងតំណងហ្មងហើយបើនិយាយពីក្លិនវាឡើងឈ្ងុយហើយសាឡនោះគឺរសជាតិរៀងខ្ទិះគំដូងនោះគឺផ្អែមសាច់នោះផុយតែអំពូមីងញ៉ាំមួយបាយគឺត្រូវមែនទែនហើយគំដូងនោះគឺថាបន្លែកម្រហ្មងអំពូមីងមកខ្ញុំធ្វើម្ដងម្កាលទេរិសាអីពិបាកហៅគំដូងនឹងមែនទែនរិសាអីគេត្រូវតកាប់ដើមដូងនឹងដើម្បីយកគំដូងនឹងអំពូមីងចង់ទៅយូរមានម្ដងទេហើយថ្ងៃនេះសំណាងអីមកខ្ញុំទៅសាឃើញមានក៏យកមកធ្វើបដ ாய்